ខ្ញុំប្រើកាមេរ៉ា Sony ZV-10 យូរៗទៅមានអារម្មណ៍ថាអន់ចិត្តជាមួយវាខឹងវាដែរអ្នកគ្នាប៉ុន្តែវានៅតែជាកាមេរ៉ាដែលខ្ញុំស្រឡាញ់ដែលខ្ញុំពេញចិត្តហើយខ្ញុំមាន3ចំណុចដែលគឺខ្ញុំមិនចូលចិត្តវាតតែសោះរឿងទី1នោះគឺតាក់ទងទៅនឹង face tracking ហើយនឹង steady shot active ពីរហ្នឹងគឺខ្ញុំអាចប្រើវានៅក្នុងពេលតែមួយបាននេះអញ្ចឹងបើសិនជាខ្ញុំចង់ថតវីដេអូ 4K គឺខ្ញុំត្រូវតែមានមួយអត់មួយទី2គឺតាក់ទងទៅនឹងការថត S-Log ត្រឹម S-Log 3ក៏វាដំណើរការអត់ល្អដែរគឺវាល្អបំផុតសម្រាប់ការប្រើត្រឹម S-Log 2ហើយចំណុចទី3ពីមុនមកខ្ញុំអត់ដែលចាប់អារម្មណ៍ទេទើបតែមួយរយៈឥឡូវខ្ញុំចេញថតវីដេអូច្រើនបានដឹងថាថ្មសំខាន់ថ្មរបស់វាគឺជាប្រភេទថ្ម FWH ថ្មមួយនេះដំបូងខ្ញុំគិតថាការថតរូបលេងគឺវាល្មមអ្នកគ្នាប៉ុន្តែអ្នកគ្នាគួរតែមានថ្ម3ទៅ4គ្រាប់ឯណោះចំណុចទាំង3ហ្នឹងគឺជាចំណុចអីដែលខ្ញុំថាំចិត្តមួយវាខ្លាំងមែនតើក៏ប៉ុន្តែខ្ញុំក៏អរគុណវាដែរវាជាកាមេរ៉ាដែលខ្ញុំស្រឡាញ់បំផុតព្រោះថាវាអាចធ្វើឲ្យខ្ញុំសម្របខ្លួនជាមួយនឹងវាបានវាអាចឲ្យខ្ញុំផលិតវីដេអូបានកម្រិតមួយច្បាស់នៅលើកាមេរ៉ាដែលខ្ញុំគិតថាវាមិនសូវជាខ្លាំងខ្ញុំអាចនិយាយថាកាមេរ៉ាមួយនេះជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំមួយចឹងវាអាចនាំខ្ញុំឲ្យទៅរៀនអ្វីដែលថ្មីឲ្យស្គាល់អ្វីដែលជាផលវិបាកនៅក្នុងការប្រើប្រាស់ហើយវាក៏បរៀនខ្ញុំឲ្យចេះប្រើកាមេរ៉ាកាន់តែស្ទាត់ដែរចឹងអ្នកគ្នាដែលមានកាមេរ៉ា Sony ZV-10 ជួបបញ្ហាខ្លះជួយ comment ម្នាក់មួយផង